ពេលដែលយើងឡើងមករស់នៅចិនក៏ប៉ុន្តែយើងឡើងមកតាមផ្លូវក្រោមអត់មានឯកសារអីទាំងអស់ក៏ប៉ុន្តែចង់រត់ទៅខ្មែរវិញឬមួយក៏ចង់ត្រឡប់ទៅខ្មែរវិញអញ្ចឹងតើយើងគួរធ្វើបែបណាសិនជាមានបងប្អូនណាដឹងឬមួយក៏ធ្លាប់ឆ្លងកាត់អីជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងដោយសារតែកាលពីម្សិលមួយថ្ងៃមានប្អូនស្រីដែលស្គាល់គ្នាជាមួយខ្ញុំម្នាក់គាត់ឡើងមករស់នៅចិនប៉ុន្តែគាត់ឡើងមកតាមផ្លូវក្រោមហើយគាត់អត់មានឯកសារអីទាំងអស់និយាយមួយម៉ាត់ឲ្យខ្លីទៅគឺគាត់ឡើងមកតាមមេខ្យល់ហើយគាត់អត់ដែលស្គាល់គេទេចាំពេលឡើងមកដល់ចិនចាំរៀបចំធ្វើឯកសារធ្វើវីសាអីឲ្យអញ្ចឹងណាឥឡូវគេអត់ទាន់ធ្វើឲ្យទេក៏ប៉ុន្តែគាត់ទៅតែមកដែរទេបងប្អូនអត់យូរទេប្រហែលជាខ្ទង់2 ខែអីហ្នឹងគាត់នៅក្មេងអញ្ចឹងហើយគាត់ចេះតែភ័យអញ្ចឹងណាបងប្អូនខ្លាចក្រែងលោថ្ងៃណាមួយមានបញ្ហាអីអត់ដឹងថាត្រូវរត់ទៅផ្លូវណាគាត់ប្រាប់ឲ្យប្តីរបស់គាត់នឹងរៀបចំធ្វើឯកសារវីសាអីឲ្យគាត់ក៏ប៉ុន្តែប្តីរបស់គាត់នឹងឆ្លើយមកវិញថាអត់ចេះអត់ដឹងថាត្រូវធ្វើម៉េចហើយប្អូនស្រីម្នាក់ហ្នឹងក៏គាត់បានឆាតទៅអ្នកដែលនាំគាត់មកនឹងឲ្យជួយនិយាយជាមួយប្តីគាត់រឿងធ្វើឯកសារហើយអ្នកដែលនាំគាត់មកនឹងថាមិនបាច់ឲ្យគាត់ទាន់សួរនាំជាមួយប្តីគាត់រឿងធ្វើឯកសារនឹងអីទេខ្លាចមានរឿងវែងឆ្ងាយអីអញ្ចឹងណាឲ្យយើងនឹងនៅអញ្ចឹងសិនទៅធម្មតាទេបងប្អូននៅគ្នានៅក្មេងឡើងមកអត់មានស្គាល់អ្នកណាទេអញ្ចឹងហើយគ្នាចេះតែចង់ការពារខ្លួនបើសិនជាយើងមានឯកសារគ្រប់គ្រាន់នៅក្នុងខ្លួនពេលដែលប្តីឬមួយក៏អ្នកណាធ្វើបាបយើងអីគឺយើងអាចរត់ទៅកន្លែងប៉ូប៉ូលីសឲ្យគេជួយយើងបានអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលយើងអត់មានឯកសារអញ្ចឹងខ្ញុំក៏អត់ដឹងថាត្រូវប្រាប់គាត់របៀបម៉េចគាត់ក៏បានសួរខ្ញុំថាបើសិនជាថ្ងៃណាមួយគាត់មានបញ្ហាប្តីវាយធ្វើបាបអីគាត់រត់ទៅកន្លែងប៉ូលីសឬមួយក៏ស្ថានទូតតើគេអាចនឹងចាប់គាត់ឃុំទុកអត់មួយក៏គេបញ្ជូនគាត់ទៅខ្មែរវិញតាមសម្រួលនិយាយទៅកន្លែងនេះខ្ញុំអត់អាចឆ្លើយប្រាប់គាត់បានទេដោយសារតែខ្ញុំអត់ដឹងច្បាស់អញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូសាកសួរបងហ្មងទៅសិនជាមានបងប្អូនណាដឹងឬមួយក៏ធ្លាប់ឆ្លងកាត់កន្លែងចំណុចនឹងអីជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងសារតែខ្ញុំអត់ដឹងថាត្រូវឆាតសួរអ្នកណាទេបងប្អូនអីបើអីបងប្អូនខ្មែររស់នៅប្រទេសចិនដែលពួកគាត់ឆាតលេងជាមួយខ្ញុំភាគច្រើនគឺពួកគាត់មកត្រូវច្បាប់អញ្ចឹងបើសិនជាយើងទៅសួរគាត់រឿងហ្នឹងក៏គាត់អត់សូវដឹងច្បាស់ដែរអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូហ្នឹងទៅក្រែងលោមានបងណាដែលគាត់ធ្លាប់ឆ្លងកាត់គាត់ឃើញអីអញ្ចឹងគាត់ជួយបញ្ចេញមតិមកខ្លះហើយខ្ញុំបញ្ជាក់នៅក្នុងវីដេអូហ្នឹងឯហើយប្អូនស្រីម្នាក់ហ្នឹងរាល់ថ្ងៃនេះប្តីរបស់គាត់អត់មានវាយធ្វើបាបគាត់អីទេគ្រាន់តែគាត់ចង់ដឹងប្រការទុកមុនព្រោះគាត់ខ្លាចថ្ងៃណាមួយដែលមានបញ្ហានឹងកើតឡើងគាត់អត់ដឹងថាត្រូវរត់ទៅខាងណាអញ្ចឹងណាមួយគាត់នៅក្មេងហើយគាត់អត់ស្គាល់គេទេបងប្អូនហើយគាត់ឡើងមកតាមគេបានប្រាប់ប្អូនស្រីនឹងថាឆាតទៅសួរនាំគេអ្នកដែលនាំយើងមកនឹងទៅក៏ប៉ុន្តែប្អូនស្រីម្នាក់នឹងគាត់ប្រាប់ខ្ញុំថាពេលដែលគាត់ឆាតទៅសួរគេម្ដងគេឆ្លើយមកអត់សូវក្បោះក្បាយជាមួយគាត់ហើយរៀងពងើយកតោនិយាយទៅលក្ខណៈបែបហីអញ្ចឹងណាពេលដែលប្អូនស្រីម្នាក់នឹងគាត់ឆាតទៅសួររឿងធ្វើឯកសារអីអញ្ចឹងគឺដឹងតែចាយនឹងគាត់ឆ្លើយមកវិញថាមិនចាញ់ចង់រត់ទៅខ្មែរវិញមែនរឿងធម្មតាទេតែអត់មានឯកសារអីគ្រប់គ្រាន់ឲ្យគ្នាភ័យជាតែចង់រត់ទៅផ្ទះវិញហើយអ្នកណាក៏ដូចអ្នកណាដែរមិនថាខ្ញុំមិនថាគេទេរស់នៅទាំងភាពភ័យខ្លាចបែបហ្នឹងមួយទៀតប្អូនស្រីម្នាក់ហ្នឹងគាត់បាននិយាយប្រាប់ខ្ញុំថាគាត់សួរគេអ្នកដែលគេមកតាមផ្លូវក្រោមហើយគេរត់ទៅខ្មែរវិញអញ្ចឹងគឺគេត្រូវចំណាយលុយប្រហែលជាខ្ទង់$4000ជាងសិនជាយើងមានលុយប៉ុណ្ណឹងហើយយើងចង់រត់ទៅខ្មែរវិញគេអាចបញ្ជូនយើងទៅវិញបានតាមផ្លូវក្រោមថ្ងៃហ្នឹងគាត់ថាអារម្មណ៍គាត់អត់នៅនឹងខ្លួនទេដោយសារតែគាត់អត់មានឯកសារគ្រប់គ្រាន់ដល់ពេលឆាតទៅសួរគេទៅគេរៀងហីដាក់ទៀនអញ្ចឹងហើយចិត្តនឹងចង់ទៅរត់ទៅខ្មែរវិញក៏ប៉ុន្តែអត់លុយនេះក៏ជាមេរៀនដែរសូមផ្ដាំទៅបងប្អូនស្រីយើងទាំងអស់គ្នាមុននឹងធ្វើអីមួយសូមសម្រេចចិត្តគិតមើលឲ្យច្បាស់សិនស្គាល់គេឲ្យច្បាស់សិនចាំជឿទុកចិត្តគេចុងក្រោយអ្នកដែលពិបាកគឺមានតែខ្លួនឯងទេ